សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយើងមកតពាក្យរឿងយើងទៀតហើយក៏ចង់ប្រាប់ថារឿងនេះនៅខ្វះតែមួយភាគទៀតទេព្រោះរឿងហ្នឹងខ្ញុំទំតាទៅសេបាន5ភាគទេហើយនេះគឺជាភាគទី4ហើយខ្ញុំក៏អត់ទាន់មានពេលទៅសេភាគបន្តទៀតដែរគឺទំតែសេបានប្រហែលជា4 5បន្តតែប៉ុណ្ណោះអញ្ចឹងហើយបើសិនជាចង់បានភាគតវារៀងយូរបន្តិចសង្ឃឹមថាអ្នកទាំងអស់គ្នានឹងចាំបានឥឡូវយើងមកបន្តរឿងយើងវិញព្រឹកថ្ងៃថ្មីនៅលើរទេះយ៉ាងម៉េចកើតអីមែនទេទៅបានជាមុខអាមេរិកសោះអញ្ចឹងនៅមានមុខម៉ូសូទៀតខ្ញុំនៅមិនទាន់បានត្រៀមខ្លួនរួចឡើយទេក្នុងការជួបពួកគាត់តបទាំងសម្រាប់មុខនីកាគាត់មិនឃើញថាត្រូវត្រៀមខ្លួនអ្វីផងណាមួយពួកលោកបារម្ភទៅបានជាចង់ឲ្យទៅលេងនាយតបបែបហីមើលនិយាយធ្វើដូចមិនដឹងគាត់ដឹងហើយថាលើហើយខ្ញុំមិនបានចាំរឿងកាលពីមុនទេតើឲ្យខ្ញុំរៀបរឹកយ៉ាងម៉េចនៅចំពោះមុខពួកគាត់ទៅធ្វើធម្មតាទៅគ្មានឃើញអ្វីពិបាកផងណាមួយពួកលោកក៏ដឹងទេតើក្រោយនិយាយគ្រាបានមួយសន្ទុះរទេះសេះក៏បានមកដល់វិមានរបស់ម្ចាស់ក្រុងនៅខាងមុខវិមានក៏ឃើញមានអ្នកបម្រើតម្រង់ជួរចង់ស្វាគមន៍ការមកដល់របស់អ្នកទាំងពីរនៅខាងក្នុងវិមានបន្ទប់ទទួលភ្ញៀវក៏មានវត្តមានរបស់លោកអុកញ៉ាលីក៏ឃើញវត្តមានលោកអុកញ៉ាខាលីក្រាសឺខលនិងអ្នកស្រីខារីយេតដែលអង្គុយនៅចាំជាស្រេចនៅកន្លែងសាឡុងទទួលភ្ញៀវពួកកូនមកដល់ហើយមកនាំគ្នាអង្គុយសិនទៅសាលីទៅយកតែនឹងនំខ្លះមកពួកកូនបានធ្វើដំណើរផ្លូវឆ្ងាយតើហត់ដែរទេម៉ាក់បានឲ្យអ្នកបម្រើរៀបចំបន្ទប់ចាំពួកកូនរួចហើយគាត់ក៏និយាយស្វាគមន៍ទៅកាន់ពួកគេនៅពេលឃើញអ្នកទាំងពីរដើរមកដល់រួចក៏ឲ្យអ្នកបម្រើលើកទឹកតែមកទទួលក៏បានមកនិយាយបន្តមិនអីទេម៉ាក់ពួកយើងមិនហត់ទេនាយក៏តបទាំងញញឹមហើយចកូនវិញហ្វារីនកូនមិនអីទេមែនទេឲ្យអ្នកម៉ាក់សុំទោសផងដែរហៅកូនមកប្រញាប់ប្រញាល់បែបនេះទាំងកូននៅមិនទាន់ជាស្រួលបួលគាត់បានសួរដោយទឹកមុខពោពេញទៅដោយក្តីបារម្ភខ្ញុំមិនអីទេគឺខ្ញុំបានជាស្រួលបួលហើយគ្រាន់តែនៅមិនតាន់ចាំរឿងកាលពីមុនបានដល់ឡើយសង្ឃឹមថាអ្នកម៉ាក់នឹងមិនខឹងខ្ញុំទៅចោះនេះតូចហ្វារីនបានតបដោយសំឡេងទន់ភ្លន់និងសំឡឹងទៅអ្នកស្រីដោយកែវភ្នែកស្រទន់មិនដូចកាលពីមុនដែលកែវភ្នែកពោពេញទៅដោយភាពក្រអឺតក្រទមមិនអីទេម៉ាក់មិននឹងខឹងនឹងកូនបានទៅដែលកូនមិនអីគឺល្អហើយអ្នកស្រីបានតបនឹងលើកដៃអង្អែក្បាលរបស់នាយតូចហ្វារីនថ្នមដោយស្នាមញញឹមអ្នកម៉ាក់គឺខ្ញុំអាចសុំទៅដើរផ្សារបានទេព្រោះខ្ញុំបានឮថាផ្សារខាងកើតមានរបស់លក់ផ្លែច្រើនណាស់គឺខ្ញុំចង់ទៅមើលតើបានទេនាយនិយាយតែភ្នែកធ្វើនាយនិយាយធ្វើភ្នែកនិងទឹកមុខគួរឲ្យអាណិតមិនអីទេបើកូនចង់ទៅហើយម៉ាក់មិនថាអីទេប៉ុន្តែកូនចង់ទៅពេលណាចាំឲ្យអ្នកបម្រើយករទេះសេះជូនទៅឃើញទឹកមុខអង្វរក៏បែបនេះគាត់ក៏ព្រោះកម្រណាស់ដែរនាយតូចនិយាយសុំគាត់បែបនេះព្រោះរដងចង់ទៅណាមកណាគេមិនដែលចេះសុំនោះទេហើយបើចង់ទៅហើយគឺគ្មានអ្នកណាអាចហាមបាននោះទេបើហ៊ានហាមនឹងត្រូវនាយស្ដីឲ្យមិនខានអរគុណអ្នកម៉ាក់ខ្ញុំចង់ទៅនៅពេលនេះតែម្ដងបានការអនុញ្ញាតហើយគ្នាទៅក៏សើចស្រស់ដាក់ម្ដងកាយវិការរឹកពីគួរឲ្យស្រឡាញ់មិនដែលធ្លាប់ឃើញពីមុនមកធ្វើឲ្យអ្នកមានវត្តមាននៅទីនេះភ្ញាក់ផ្អើលគ្រប់គ្នាសូម្បីតែអ្នកមាននាមជាប្តីតែកូនទើបតែធ្វើដំណើរមកផ្លូវឆ្ងាយគួរតែសម្រាកសិនក្រែងលោអាចនឹងឈឺទៀតណាមិនអីទេអ្នកម៉ាក់ខ្ញុំជាហើយមានសុខភាពល្អណាស់ម្យ៉ាងទៀត
រ៉េស៊ីនគាត់ក៏ទៅជាមួយនឹងខ្ញុំដែរគាត់អាចមើលថែខ្ញុំបានអ្នកម៉ាក់កុំបារម្ភអីនិយាយទាំងសើចហើយរត់ចេញទៅដូចជាកូនក្មេងឃើញរបស់ញ៉ាំនឹងធ្វើឲ្យអ្នកបម្រើស្រឡាំងកាំងនិងរឹកពីដូចជាក្មេងរបស់អ្នកប្រុសធំត្រកូលខ្ពង់ខ្ពស់ដែលធ្លាប់តែមានចារឹករឹកដោយធ្លាប់តែមានចារឹកវារឹកឆ្មើងឆ្មៃក្រអឺតក្រទមផ្សារខាងកើតក្រុងផ្សារនេះបែងចែកជា3តំបន់មានដូចជាតំបន់ទី1ជាតំបន់អ្នកក្រនិងមនុស្សសាមញ្ញធម្មតាតំបន់ទី2ជាតំបន់កណ្ដាលដែលពោរពេញទៅដោយអ្នកមានវណ្ណៈធូរធារហើយនិងតំបន់ទី3ជាតំបន់ចុងក្រោយគឺសម្រាប់ពួកមន្ត្រីឬអ្នកអុកញ៉ាកូនអភិជនអីបែបនេះហើយមួយតំបន់គឺពោរពេញទៅដោយមនុស្សជាច្រើនកកកអ្នកប្រុសពួកយើងមកដល់ហើយមើលណោះមានមនុស្សច្រើនណាស់ស៊ីននិយាយទាំងអើតកតាមកញ្ចក់រត់ច្រឡំស៊ីននិយាយទាំងអើតកតាមបងអួចរត់តែចេញមកខាងក្រៅឯណាពិតជាមានមនុស្សច្រើនមែនតើពួកយើងឆាប់ទៅលឿនឡើងថារួចចុះពីលើរទេះដើរមើលនេះមើលនោះនឹងទិញរបស់របរជាច្រើនមួយនេះស្អាតទេហើយមួយនេះវិញយ៉ាងម៉េចដែរហ្វារីនសួរនឹងលើកក្រែមពីដើមមកមើលខ្ញុំថាមួយនេះនិងមួយនេះស្អាតជាងណាអ្នកប្រុសអាស៊ីនិងស៊ីអាក៏និយាយព្រមគ្នាអញ្ចឹងអ្នកលក់ជួយខ្ចប់ពីនេះឲ្យខ្ញុំបន្តិចណាខ្ញុំឲ្យនេះតូចនិយាយនឹងយកក្រែមទៅដាក់ក្នុងដៃនាងទាំងពីរទាំងញញឹមនេះអ្នកប្រុសតូចពិតជាឲ្យពួកខ្ញុំពិតមែនទេពួកនាងបានសួរទាំងទឹកមុខមិនចង់ជឿពិតមែនហើយខ្ញុំឲ្យព្រោះឃើញវាសមនឹងពួកបងកំឡោះតូចនៅតែតបដោយស្នាមញញឹមប៉ុន្តែពួកវាថ្លៃខ្លាំងណាស់ពួកខ្ញុំមិនហ៊ានទទួលនោះទេអ្នកប្រុសនេះពួកនាងនិយាយទាំងបដិសេធមិនចង់ហ៊ានទទួលមិនអីទេណាចាត់ទុកថាវាជាអំណោយដែលពួកបងជួយជូនខ្ញុំដើរផ្សារទៅចុះតែបើពួកបងមិនចង់ទទួលខ្ញុំនឹងខូចចិត្តខ្លាំងណាស់និយាយដោយកៅភ្នែកអង្វរក៏ទៅកាន់ពួកនាងចាពួកខ្ញុំនឹងទទួលយកសូមអ្នកប្រុសតូចកុំខូចចិត្តអីណាដោយឃើញកៅភ្នែកអង្វរក៏នឹងរៀងដូចជាខូចចិត្តបែបនេះពួកនាងក៏ទទួលយកព្រមគ្នាបន្ទាប់ពីចេញពីហាងក្រែមពួកគេក៏បន្តដើរទិញអីវ៉ាន់ជាច្រើនទៀតលុះដល់ល្ងាចបន្តិចទើបនាំគ្នាត្រឡប់មកវិមានវិញនៅក្នុងវិមានហ្វារីនក៏ឲ្យអ្នកបម្រើជួយយកអីវ៉ាន់ទៅទុករួចក៏ដើរទៅអង្គុយលើសាឡុងចិត្តអ្នកស្រីខារីត្រឡប់មកពីផ្សារវិញហើយមែនទេកូនហើយចដើរផ្សារយ៉ាងម៉េចដែរសប្បាយទេគាត់សួរទាំងញញឹមទាំងកាន់ដៃនាតូចហ្វារីនគឺសប្បាយខ្លាំងណាស់អ្នកម៉ាក់ថ្ងៃនេះពិតជាមានមនុស្សច្រើនខ្លាំងណាស់ហើយកូនក៏បានទិញរបស់ខ្លះមកទុកសម្រាប់ធ្វើម្ហូបនៅល្ងាចនេះហើយដែរកូនក៏បានទិញតែខ្លះមកផងដែរអ្នកម៉ាក់ចង់ពិសាឬអត់ចាំថ្ងៃស្អែកកូននឹងធ្វើនំខ្លះឲ្យអ្នកម៉ាក់ពិសាជាមួយទឹកតែកំឡោះតូចបានតបទៅគាត់វិញដោយស្នាមញញឹមនិងសម្លេងទន់ភ្លន់កូននេះចេះធ្វើនំដែរម៉ាក់មិនដែលដឹងសោះថាកូនចេះធ្វើគាត់បានឧទានឡើងទាំងភ្ញាក់ផ្អើលនៅពេលដែលឮកំឡោះតូចហ្វារីននិយាយនឹងធ្វើនឹងថាខ្លួននឹងធ្វើនំឲ្យគាត់ញ៉ាំជាមួយនឹងទឹកតែនៅថ្ងៃស្អែកគឺកូនចេះក៏ចេះតិចតួចល្មមអាចធ្វើញ៉ាំបានណាអ្នកម៉ាក់នាយបានតបទៅវិញដោយទឹកមុខប្រកបប្រជាបញ្ជាក់ថានាយចេះធ្វើបើអញ្ចឹងចាំឲ្យច្រឡំបើអញ្ចឹងចាំដល់ថ្ងៃស្អែកចាំធ្វើឲ្យម៉ាក់ណាម៉ាក់ក៏ចង់សាកដែរ
គាត់បានតបនិយាយលេងពីនេះពីនោះជាមួយនាយតូចបន្តរហូតដល់អាហារពេលល្ងាចតុអាហារតើខ្ញុំអាចដកម្ហូបផ្សេងបានទេម្ហូបនេះខ្ញុំមិនចង់ញ៉ាំទេនាយតូចនិយាយដោយខ្លាចចិត្តយ៉ាងម៉េចអាហារមិនឆ្ងាញ់មែនទេគាត់បានសួរមុននេះឃើញញ៉ាំបាននៅឡើយគឺមិនមែនទេអាហារឆ្ងាញ់គ្រាន់តែខ្ញុំមិនចង់មិនក៏ចូលចិត្តធ្វើខ្លួនបង្កោះមិនក៏ចូលចិត្តធ្វើខ្លួនមានបញ្ហាខ្លាំងម្ល៉េះរដងឃើញញ៉ាំបានហេតុអីក៏លើកនេះក៏រករឿងមិនព្រមញ៉ាំ Farin និយាយមិនទាន់ចប់ផងក៏ត្រូវ Livia និយាយកាត់ខ្ញុំមិនបានរឿងច្រើនមកពីខ្ញុំមិនចង់ញ៉ាំទៅខ្ញុំសុំដោតែប៉ុណ្ណឹងវាច្រើនណាស់ពេកនោះអញ្ចឹងមិនបាច់ទេខ្ញុំក៏មិនចង់ញ៉ាំដែរនិយាយហើយ Farin ក៏រត់ទៅបន្ទប់បាត់បន្ទាប់ពី Farin ចេញទៅបាត់បន្តិច Resin ក៏រត់មករក Farin ដោយទឹកមុខស្លន់ស្លោបានឃើញ Resin ប្រញាប់ប្រញាល់បែបនេះអ្នកស្រី Carrie ក៏សួរថាមានរឿងអ្វីបន្ទាប់ពីឮ Resin និយាយហើយធ្វើឲ្យគាត់ភ្ញាក់ផ្អើលជាខ្លាំងប្រញាប់ឲ្យម៉ែដោះទៅយកថ្នាំមកឲ្យគាត់នឹងយកទៅឲ្យនាយតូច Farin នៅក្នុងបន្ទប់មនុស្សឈួតអាប៉ុន្តែខាងស្រីដាក់គេអាគេនិយាយស្រួលបួសោះឯងវិញបែរជាស្រីដាក់គេធ្វើយ៉ាងម៉េចទៅរមាស់ណានាយតូចនិយាយទាំងចង់យំបន្តិចនិងរអ៊ូចេះរៀងក្រាស់ឥតឈប់មាត់ទាំងដៃកំពុងតែក៏ឡើងក្រហមរិននេះម៉ាក់ណាតើអាចចូលទៅបានទេនិយាយនឹងរុញទ្វារចូលទៅអ្នកម៉ាក់មិនក៏ម៉ាក់មុខទីនេះតើខ្ញុំរំខានដល់ពេលញ៉ាំអាហាររបស់អ្នកគ្រប់គ្នាមែនទេនៅពេលឃើញគាត់ចូលមកក៏សួរទេកូនមិនបានរំខានទេណាមើលធ្ងន់ធ្ងរទេឲ្យម៉ាក់មើលបន្តិចពធមើលចាស់ឡើងក្រហមខ្លាំងណាស់មើលទៅនៅលើដៃក៏មានដែរមិនក៏កូនមិនប្រាប់ម៉ាក់អញ្ចឹងមកចាំម៉ាក់លាបថ្នាំឲ្យនឹងបានចុះទៅញ៉ាំអាហារបន្តណាម៉ាក់បានឲ្យគេធ្វើថ្មីឲ្យកូនហើយឃើញកាលពីមុនកូនញ៉ាំបានទើបពួកយើងមិនដឹងគាត់និយាយបណ្ដាលលាបថ្នាំឲ្យ Farin បណ្ដាលតែក្នុងចិត្តអាណិតនាយតូចថែមទៀតមិននឹកស្មានថាវាធ្ងន់ធ្ងរបែបនេះខ្ញុំមិនអីទេម៉ាក់កុំបារម្ភអីតែកាលពីមុនខ្ញុំធ្លាប់ញ៉ាំដែរមែនទេមិនក៏ខ្ញុំមិនចាំអញ្ចឹងតើមានរឿងណាខ្លះដែរខ្ញុំបានធ្វើរិននិយាយសួរខ្លួនឯងបណ្ដាគោះក្បាលខ្លួនឯងតិចខំរកនឹករឿងកាលពីមុនតែមិនចាំអ្វីសោះមានតែធ្វើឲ្យក្បាលរបស់គេឈឺលើដើមដល់ថ្នាក់ហូរទឹកភ្នែកចេញមកបានហើយរិនឈប់ទៅមិនបាច់ខំរកនឹកទៀតទេកូនមិនចាំក៏មិនអីដែរឲ្យតែពេលនេះកូនសុខសប្បាយទៅគឺបានហើយណាគាត់បានទាញ Farin មកអោបនឹកអង្អែលក្បាលលួងលោមហើយក៏នាំគ្នាចុះទៅខាងក្រោមដែលមានអាហារថ្មី2-3មុខធ្វើរួចនៅចាំជាស្រេចបានអរគុណច្រើនរឿងយើងមកដល់ទីបញ្ចប់ហើយសង្ឃឹមថាអ្នកទាំងអស់គ្នានឹងពេញចិត្តរឿងនេះហើយបើសិនជាស្ដាប់ទៅសលេងមិនក៏ខ្ញុំនិយាយដាច់អញ្ចឹងដោយសារតែពេលហ្នឹងខ្ញុំថតបដាខ្ញុំអានបដាដល់ពេលអញ្ចឹងទៅពេលខ្លះវារៀងតាក់ដែរសង្ឃឹមថាអ្នកទាំងអស់គ្នានឹងអបកាន់ទេហើយមុនពេលខ្ញុំផុសគឺខ្ញុំបានកាត់សលេងឲ្យវារៀងដាក់សលេងលឿនឲ្យវារៀងលឿនបន្តិចហើយសង្ឃឹមថាអ្នកទាំងអស់គ្នាមិនបកាន់ណាហើយចុងក្រោយកុំភ្លេចជួយចុច like និងចុចដាក់សញ្ញាកណ្ដឹង